នោះលើកទី2ដល់លើនេះនៅមុខវត្តបតុមយើងនេះនៅសួនច្បារវត្តបតុមនេះគឺយើងចង់និយាយអំពីការតាក់ទងនឹងការបំផ្លិចបំផ្លាញទៅលើសាសនាទៅបំផ្លាញទៅលើហេដ្ឋារចនាសម្ព័ន្ធហើយនឹងarchaeology ហើយនឹងបុរាណស្ថានផ្សេងៗជាពិសេសគឺចង់បង្ហាញពីសាក្សីពីសក្ខីភាពនៃការបាត់បង់ដោយសារសង្គ្រាមដែលបានបំផ្លាញទាំងអស់នេះព្រឹត្តិការណ៍គូគំនូផ្ទាំងធំនេះគឺយើងចង់បំផុសដល់អន្តរជាតិដែលបានឃើញថាស្រុកខ្មែរយើងអត់ចង់បានសង្គ្រាមទេចង់បានសន្តិភាពបាទហើយនឹងការរួបរวมសាមគ្គីគ្នាព្រោះយើងជាសិល្បករយើងអត់មានអ្វីទៅតតាំងជាមួយពួកគេទេយើងមានតែចង់ជក់រំលេចចេញជាអត្ថន័យរូបដើម្បីបង្ហាញពិភពលោកឲ្យបានឃើញសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីកម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតប្រសិនបើលោកអ្នកត្រូវការគ្រឿងសង្ហារិមល្អប្រណិតសូមទៅកាន់ Suit Homeសម្រាប់បងក្នុងនាមបងសិល្បករបងមកចូលរួមជាលើកទី2ហើយលើកទី1បងចាប់ដើមធ្វើនៅសៀមរាបជាមួយនឹងដែលឧបត្ថម្ភដោយកាឡាម៉ូស្អីគេអូនសៃដាលីនហើយនឹងហើយលោកតាំងកំសួរជាទូទៅមិនមែនជាលើកនេះជាលើកទី2តែលើកទី1តែពេលគោលបំណងរបស់យើងដែលយើងបានធ្វើពីមុនដំបូងមកគឺយើងចង់បង្ហាញពីភាពសាមគ្គីភាពនឹងការរួបរวมគ្នាជាធ្លុងមួយនិយាយភាសាតែមួយនិងផុសតាំងតែមួយទៅលើពិភពលោកបានដឹងថាខ្មែរយើងកំពុងតែរងគ្រោះខ្ញុំចូលរួមនឹងជាលើកទី2លើកទី1យើងធ្វើនៅសៀមរាបលើកទី2យើងរៀបចំធ្វើនៅរាជធានីភ្នំពេញតើតើនឹងព្រឹត្តិការណ៍រូបគំនូនៅលើផ្ទាំងធំ35ម៉ែត្របណ្ដោយកម្ពស់5ម៉ែត្រហ្នឹងគឺយើងបញ្ជាក់ទៅលើការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធហើយនឹងសាសនាហើយនឹងបច្ចេកភណ្ឌនិងពិសេសគឺផ្ទះសម្បែងជីវរដ្ឋយើងមានបញ្ចូលទាំងពីរូបយន្តហោះបាញ់ផ្សែងហើយនឹងដ្រូនតម្លាក់ដ្រូនអត្តឃាតតម្លាក់គ្រាប់បែកហើយមានតកតងនឹងព្រះវិស្ណុតកតងនឹងរចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានហើយនឹងប្រាសាទនានាបាទសម្រាប់ខ្ញុំគឺខ្ញុំមានកិត្តិយសខ្លះដែលបានមានវត្តមាននៅទីនេះហើយបានជួយរួបរวมគ្នាគូនៅផ្ទាំងគំនូរដែលមានអត្ថន័យនេះហើយសម្រាប់ខ្ញុំគឺគំនូរនេះបានបញ្ចេញនៅអត្ថន័យជាច្រើនជាពិសេសគឺវាបានបង្ហាញពីការឈ្លានពានរបស់ថៃនិងការរំលោភពានរបស់ថៃនោះមកលើប្រជាជនកម្ពុជាយើងដែរដូចជាដែលយើងមើលទៅខាងនោះគឺមានរូបសំណាកព្រះវិស្ណុឬក៏ប្រាសាទយើងហ្នឹងដែលបានថៃបានកំទេចចោលហើយក៏មានរូបផ្សេងៗដូចជាការជួបទុក្ខលំបាកផ្សេងៗរបស់ប្រជាជនយើងដែរគំនូរនេះនៅរងទៅតាមការដឹកនាំគឺយើងបើថាយើងនឹងបញ្ចប់នៅថ្ងៃទី3បាទតែថ្ងៃទី3គឺយើងបានសម្ពោធជាផ្លូវការតែម្ដងហើយយើងព្យាយាមធ្វើម៉េចឲ្យបានចប់មុនថ្ងៃទី3ប្រយោជន៍ឲ្យបានយើងរៀបចំកម្មវិធីផ្សេងៗផងដែរជាទូទៅយើងសូមអរគុណមែនទែនចំពោះអ្នកឧបត្ថម្ភកម្មវិធីគ្រប់ទាំងអស់គ្នាដែលបានលើកស្ទួយហើយនឹងបានធ្វើចលនានេះកើតឡើងជាចលនារបស់សិល្បករហើយនិងសិល្បៈដើម្បីលើកតម្កើងសិល្បៈហើយចំពោះសកម្មភាពហើយនឹងជាមួយនឹងបរិយាកាសជុំវិញយើងឃើញថាថ្ងៃដែលយើងចាប់ផ្ដើមសប្តាហ៍មុនគឺក្តៅមែនទែនដែលយើងបានធ្វើបានត្រឹមតែពេលព្រឹកទេហើយពេលរសៀលគឺយើងចាប់ផ្ដើមធ្វើពីម៉ោង2ម៉ោង3រហូតដល់យប់ដល់ម៉ោង11 12អញ្ចឹងទៅហ្នឹងហើយប៉ុន្តែទោះបីជាយ៉ាងម៉េចក៏ដោយយើងបើកពេលវេលាយើងបើកចំហតាំងពីព្រលឹមរហូតដល់ម៉ោង2កន្លះរហូតដល់ម៉ោង11យប់សិល្បករឬមួយក៏គ្រាណាដែលចង់គូររូបដែលមានបំណងចង់ចូលរួមយើងបើកចូលរួមដោយសេរីផងដែរទាំងគំនូរនេះគឺយើងចង់បង្ហាញដល់ប្រជាពលរដ្ឋស្រុកខ្មែរយើងហើយនិងមហាជនលើពិភពលោកអានេះគឺជាការរំលឹកការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរយើងហើយក៏យើងអំពាវនាវដល់ប្រជាណាអន្តរជាតិឲ្យជួយទប់ស្កាត់រឿងប្រផ្លាញរចនាសម្ព័ន្ធនៅស្រុកខ្មែរហើយយើងអត់ចង់បានអីទេយើងចង់បានសន្តិភាពមិនថាស្រុកខ្មែរយើងចង់បានសន្តិភាពទូទាំងពិភពលោកធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជា
ទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69